តុលាជាសាសនាទី4នៃសាលាបឋមសិក្សាតុលាមានរាងថតកន្ត្រកក្បាលពោះសុទ្ធតែខ្លាញ់ផ្នែកលើកដំណើរ XXX ថ្ងៃមួយសាលាមានកម្មវិធីប្រកួតរត់ប្រណាំងចម្ងាយ100ម៉ែត្រសិស្សជាច្រើនរត់យ៉ាងលឿនដល់ទីតាមពេលវេលាកំណត់ចំណែកតុលាវិញរត់ XXX ក្រោយគេមិនទាន់ទាំងបាន50ម៉ែត្រផងហត់ក៏ខុសទៅមុខលែងរួចដកដង្ហើមតាមមាត់និយាយលែងរួចដាក់គូតអង្គុយចុះតុលាខ្មាស់គេណាស់អ្នកគ្រូឃើញដូច្នេះក៏ឲ្យតុលាមកណែនាំប្អូនត្រូវហាត់ប្រាណលេងកីឡាហាត់រត់ឲ្យបានទៀងទាត់តុលាធ្វើតាមដំបូន្មានអ្នកគ្រូជាប្រចាំមិនយូរប៉ុន្មានតុលាស្រកក្បាលពោះហើយស្រាលខ្លួនជាងមុនវាអាចរត់លោតលេងកីឡាដោយមិននឿយហត់ថ្ងៃរត់ប្រណាំងលើកទី2មកដល់ជាថ្មីម្ដងនេះតុលារត់យ៉ាងលឿនស្ទុះដល់ទីមុនគេអ្នកឈរមើលធ្វើផ្នែកស្លើដោយនឹកស្មានមិនដល់បន្តិចមកទើបគេនាំគ្នាទះដៃប្រាវអបអរសាទរសិស្សទាំងអស់សរសើរតុលាគ្រប់គ្នាសំណួរ1តើតុលាមានរូបរាងដូចម្ដេច2តើការរត់ប្រណាំងនេះធ្វើនៅឯណាធ្វើដើម្បីអ្វី3តើការរត់ប្រណាំងលើកទី1តុលាទទួលបានលទ្ធផលដូចម្ដេចហេតុអ្វី4តើការរត់ប្រណាំងលើកទី2តុលាទទួលបានលទ្ធផលដូចម្ដេចហេតុអ្វី